ហើយដល់ពេលដើមឈើនឹងអស់ប្រយោជន៍ក៏លះបង់ចោលនឹងមិនមែនជាធម៌របស់សប្បុរសទេធម៌របស់សប្បុរសនឹងមិនលះបង់សម្លាញ់ចោលនៅពេលដែលសម្លាញ់នឹងមានទុក្ខលំបាកទេកាលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅវត្តចេតពុនមានភិក្ខុមួយអង្គចូលទៅរៀនកម្មដ្ឋានពីសំណាក់នៃព្រះសម្មាសម្ពុទ្ធហើយក៏លោកយកកម្មដ្ឋាននឹងទៅបដិបត្តិនៅក្នុងព្រៃមួយនៅជិតស្រុកដែរអ្នកភូមិទាំងឡាយនឹងទំនុកបំរុងភិក្ខុនោះទាំងសេនាសនៈទាំងចង្ហាន់បិណ្ឌបាតនឹងល្អក្រៃលែងថ្ងៃមួយអ្នកភូមិនឹងក៏ត្រូវភ្លើងឆេះគ្រាប់ពូជឆេះអីទៅអ្នកភូមិទាំងឡាយនឹងក៏មិនសូវជាធូរធារអ្នកភូមិទាំងឡាយទំនុកបំរុងសេនាសនៈនឹងល្អប៉ុន្តែចង្ហាន់បិណ្ឌបាតនឹងមិនសូវបានគ្រប់គ្រាន់ទេភិក្ខុកាលណាដែលអត់បានចង្ហាន់បរិភោគគ្រប់គ្រាន់ទេក៏កម្មដ្ឋានរបស់លោកនឹងអត់ទៅមុខដែរពេលដែលគ្រប់3ខែហើយចេញភាសាក៏មកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធព្រះអង្គក៏សួររាក់ទាក់អំពីភិក្ខុនឹងសួរពីកម្មដ្ឋានតើអ្នកមានចម្រើនកម្មដ្ឋានដល់ណាហើយភិក្ខុក៏ប្រាប់ព្រះអង្គទៅថាកម្មដ្ឋានអត់បានទៅមុខទេព្រះអង្គដោយសារតែខ្វះចង្ហាន់ឆាន់មិនជាទីសប្បាយសេនាសនៈនឹងជាទីសប្បាយហើយតែចង្ហាន់នឹងអត់សូវបរិបូរណ៍ដូចចឹងកម្មដ្ឋាននឹងអត់ចម្រើនអញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធពោលប្រាប់ភិក្ខុថាគប្បីសណ្ដោះកុំលមោបទៅនៅក្នុងអាហារកុំជាប់ជំពាក់ទៅនៅក្នុងអាហារមានបុរាណបណ្ឌិតនៅពីអតីតហ្នឹងគឺលះបង់នៅរសតណ្ហាបរិភោគប្រមាណតិចតួចហើយប្រព្រឹត្តសុចរិតអញ្ចឹងភិក្ខុទាំងឡាយក៏ចង់ឲ្យព្រះអង្គរតនីសម្ដែងនៅរឿងហ្នឹងក៏សូមឲ្យព្រះសម្មាសម្ពុទ្ធសម្ដែងព្រះអង្គក៏លើកអំពីអតីតនិទានរបស់ព្រះសម្មាសម្ពុទ្ធដែលកើតជាសេកស្ដេចសេកមួយនៅក្នុងព្រៃល្វាមានបរិវារនឹងច្រើនហើយសេកនឹងអាស្រ័យនៅដើមល្វានឹងគឺបរិភោគផ្លែបរិភោគអីនឹងដើមល្វានឹងពេលដែលអស់ផ្លែទៅសត្វទាំងឡាយដែលជាបរិវារនាំគ្នាហើរចេញអស់ទៅតែស្ដេចសេកនឹងនៅតែលើដើមនឹងទេបរិភោគស្លឹកឬក៏មកដើមល្វានឹងដើម្បីឲ្យផុតមករដូវនឹងទៅពេលរដូវមានផ្លែពួកសេកទាំងឡាយក៏ហើរមកស៊ីផ្លែនឹងអស់ទៅហើយព្រះបរមពុរិស័ទនៅតែដើមឈើនឹងដដែលពេលអស់ផ្លែក៏បរិភោគកមបរិភោគស្លឹកឈើនិងស្លឹកល្វានឹងដើម្បីត្រឹមមួយឆ្អែតហើយប្រព្រឹត្តសុចរិតធម៌ធ្វើយ៉ាងនឹងរឿយទៅក៏ក្តៅដល់អាសនៈរបស់សកទេវរាជសកទេវរាជដឹងថាអ្នកណាក៏មានបុណ្យម៉េចធ្វើឲ្យអាសនៈរបស់យើងញ័រក៏ប្រមើមើលទៅឃើញថាសេកសប្បុរសអញ្ចឹងចង់លបងសេកនឹងថាចុះបើថាដើមឈើនឹងត្រូវស្លាប់ដើមឈើនឹងត្រូវងាប់ទៅតើសេកនឹងហើរចេញពីដើមឈើនឹងទៀតទេក៏ដោយអំណាចនៃឫទ្ធិរបស់សកទេវរាជនឹងធ្វើឲ្យដើមឈើនឹងងាប់បាត់ងាប់ទៅខ្លាចជាដង្កត់ឈើប៉ុន្តែសេកនឹងនៅតែនៅក្នុងនៅនឹងដើមឈើនឹងដដែលហ្នឹងហើយប្រព្រឹត្តសុចរិតធម៌បរិភោគរបស់ពុកផុយកំអីហ្នឹងតែប៉ុណ្្នឹងហើយប្រព្រឹត្តសុចរិតធម៌ហើយអញ្ចឹងសកទេវរាជអស្ចារ្យក្នុងចិត្តក៏និមិត្តខ្លួនជាស្ដេចហង្សហើយចុះមកពោលប្រាប់សេកថាដើមឈើទាំងឡាយហ្នឹងកាលដែលមានផ្លែហ្នឹងពួកសត្វទាំងឡាយតែងតែទៅបរិភោគនៅផ្លែហ្នឹងពេលដែលដើមឈើនឹងអស់ផ្លែហើយក៏ហើរចេញហើយមិនដេចបានជាស្ដេចសេកឯងហ្នឹងនៅតែដើមឈើនឹងទៀតហើយពោលដាស់តឿនសេកនឹងថាឲ្យហើរចេញពីដើមឈើនឹងទៅពោលថាមនាលសេកមានចម្ពុះក្រហមអ្នកចូលត្រាច់ទៅកាន់ចរិតកុំឲ្យខ្លួនអ្នកស្លាប់ឡើយមនាលសេកមិនដេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់នេះមនាលសេកមានសម្បុរខៀវស្រដៀងទៅនឹងឈើក្នុងវសន្តរដូវយើងសូមដាស់តឿនអ្នកចូលថាមកមើលព្រោះហេតុអ្វីបានជាអ្នកមិនលះបង់នៅឈើនេះសួរសេកនឹងថាម៉េចបានអត់លះបង់ឈើហ្នឹងហើយមិនព្រមជិះចេញពីដើមឈើហ្នឹងទៅព្រោះវាងាប់ហើយហ្នឹងអញ្ចឹងសូមឲ្យសេកឯងហ្នឹងប្រាប់ទៅមើលអញ្ចឹងសេកប្រាប់ថាពួកសប្បុរសទាំងឡាយមិនលះបង់សម្លាញ់នៅពេលលំបាកយ៉ាងណាខ្ញុំហ្នឹងក៏ជាសប្បុរសមួយនាក់ដែរហើយហង្សសេកហ្នឹងពោលប្រាប់ហង្សថាមនាលហង្ស
ខ្ញុំជាសប្បុរសដែរដើមឈើនេះទុកជាញាតិឬជាសម្លាញ់របស់ខ្ញុំក៏បានខ្ញុំជាអ្នកត្រូវការដោយជីវិតក៏មិនអាចនឹងលះបង់នៅដើមឈើនោះចោលឡើយបើខ្ញុំដឹងថាដើមឈើនេះអស់ហើយលះចោលនោះមិនមែនជាធម៌របស់សប្បុរសឡើយពោលប្រាប់ស្ដេចហង្សនឹងអញ្ចឹងឯថាបើពេលដែលដើមឈើនឹងមានប្រយោជន៍ខ្ញុំបរិភោគផ្លែឈើផ្លែអីហ្នឹងហើយដល់ពេលដើមឈើនឹងអស់ប្រយោជន៍ក៏លះបង់ចោលនឹងមិនមែនជាធម៌របស់សប្បុរសទេធម៌របស់សប្បុរសនឹងមិនលះបង់សម្លាញ់ចោលនៅពេលដែលសម្លាញ់នឹងមានទុក្ខលំបាកទេអញ្ចឹងពោលប្រាប់ហង្សយ៉ាងហ្នឹងឯងហើយហង្សស្ដាប់ពាក្យសេកហើយជ្រះថ្លាដែរណាក៏ពោលជាមេត្រីភាពរីករាយសំណេះសំណាលជាមួយសេកទៀតថាមនាលសេកអ្នកមានស្លាបជាយានហើរទៅឯដោះអាកាសយើងឲ្យពរដល់អ្នកមនាលបក្សីអ្នកមានចិត្តប្រាថ្នានៅពរណាចូលទទួលយកពរនោះចោះសួរស្ដេចហង្សនឹងប្រាប់សួរសេកនឹងថាចង់បានពរអ្វីអញ្ចឹងសូមពរហ្នឹងចុះអញ្ចឹងស្ដេចសេកហ្នឹងក៏ប្រាប់ថាចង់ឲ្យដើមល្វាហ្នឹងធំមានជីវិតឡើងវិញរស់ឡើងវិញមានផ្លែមានបង្គាបមានស្លឹកឈើមានអីហ្នឹងឡើងវិញអញ្ចឹងក៏ហង្សហ្នឹងឲ្យពរអញ្ចឹងទៅឲ្យពរទៅគ្រាន់តែពររបស់ហង្សឲ្យតាមពាក្យរបស់សេកសុំហ្នឹងទៅជាដើមឈើហ្នឹងរស់ឡើងវិញរស់ឡើងវិញហើយមានផ្លែមានអីទៀតពេលនោះហង្សដែលជាស្ដេចសត្វហ្នឹងក៏និមិត្តទៅជាប្រែកាឡាទៅជាសកទេវរាជវិញចឹងស្ដេចសេកឃើញថាសកទេវរាជហើយអូអរគុណសកទេវរាជហ្នឹងណាជូនពរសកទេវរាជសូមឲ្យព្រះអង្គមានបច្ចុប្បន្នយឺនយូរព្រះអង្គនៅជាសុខក្នុងរាជបល្ល័ង្ករបស់ព្រះអង្គហ្នឹងណាសូមឲ្យព្រះអង្គនៅជាសុខចឹងទៅឲ្យពរដល់សកទេវរាជហើយសកទេវរាជក៏បាត់ពីហ្នឹងទៅកាន់នន្តវណ្ណឧឈានវិញទៅសេកហ្នឹងប្រព្រឹត្តសុចរិតធម៌ឲ្យអស់ជីវិតទៅកាន់សុគតិទៅព្រះពុទ្ធក៏លើកមកជាសាធកៈដើម្បីសម្ដែងដល់ភិក្ខុនឹងឲ្យភិក្ខុនឹងប្ររពព្យាយាមកុំលមោបទៅនៅក្នុងអាហារនោះសម័យពីដើមបុរាណបណ្ឌិតទាំងឡាយជាស្ដេចសេកនោះបរិភោគអាហារនឹងត្រឹមតែប្រព្រឹត្តនៅសុចរិតធម៌នឹងឯងមិនបរិភោគដើម្បីនៅក្នុងជាប់ទៅនៅក្នុងរសតណ្ហាទេអញ្ចឹងភិក្ខុឮរឿងនឹងហើយក៏កើតសេចក្តីជ្រះថ្លាហើយក៏ប្ររពព្យាយាមលះបង់នៅរសតណ្ហានេះក៏បានសម្រេចជាព្រះអរហន្តទៅជាសាច់រឿងមួយសម្រាប់បញ្ជាក់ប្រាប់យើងថាការព្យាយាមរបស់បុរសបើប្រាថ្នាចង់បានអ្វីហើយត្រូវតែធ្វើវាឲ្យសម្រេចបុរសនឹងដោយអត្ថាព្យាយាមធ្វើបំណងរបស់ខ្លួនឲ្យសម្រេចបើយើងមានបំណងគប្បីព្យាយាមធ្វើបំណងនោះឲ្យសម្រេចសូមអនុមោទនា